ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរនាងខ្ញុំមានវិធីត្រាំអំពិលខ្ចីឲ្យមានរសជាតិស្រួយហើយផ្អែមឆ្ងាញ់មកចែកជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចង់ដឹងថាវិធីធ្វើបែបណាដើម្បីឲ្យអំពិលខ្ចីដែលយើងត្រាំហ្នឹងចូលជាតិស្ករហើយមានរសជាតិផ្អែមឆ្ងាញ់ហើយនៅបានស្រួយល្អបងប្អូនតើយើងចូលទៅមើលវីដេអូនេះទាំងអស់គ្នាបងប្អូនចាជាដំបូងនាងខ្ញុំបានយកអំពិលខ្ចីនេះចំនួន8គីឡូយកមកបកបងប្អូនបកហ្នឹងគឺបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនខ្លះគាត់ថាពិបាកបកគាត់យកអំពិលហ្នឹងទៅស្រុះទឹកក្តៅតែនាងខ្ញុំវិញបងប្អូនគឺអត់បានស្រុះទឹកក្តៅទេគឺនាងខ្ញុំបកអំពិលស្រស់តែម្ដងបកអំពិលស្រស់នេះស្អាតអស់ហើយបងប្អូនត្រូវយកអំពិលហ្នឹងមកត្រាំជាមួយនឹងទឹកកំបោរបងប្អូនត្រាំហ្នឹងគឺដាក់កំបោរតែបន្តិចបានហើយសម្រាប់ការត្រាំទឹកកំបោរនេះមានបងប្អូនខ្លះគាត់ឆ្ងល់ថាបើត្រាំទឹកកំបោរមិនខ្លាចកាត់ពោះវៀនទេសម្រាប់ការត្រាំទឹកកំបោរនេះយើងដាក់កំបោរតែបន្តិចល្មមទៅបានហើយនៅពេលដែលយើងត្រាំហើយគឺយើងបានលាងទឹកចេញស្អាតបាត់ទៅហើយចំណែកបងប្អូនបើសិនជាខ្លាចកាត់ពោះវៀនហ្នឹងគឺអត់បញ្ហាទេដោយសារអីកំបោរក៏គេអាចយកមកបរិភោគឆៅជាមួយនឹងម្លូជាមួយនឹងអីហើយអ្នកខ្លះគឺគាត់លេបទៀតបងប្អូនអញ្ចឹងកំបោរកាលណាយើងដាក់តែបន្តិចហើយយើងលាងទឹកវាចេញឲ្យស្អាតទៅគឺវាលេងអីហើយវាមិនអាចកាត់ពោះវៀនបានទេហើយសម្រាប់ការត្រាំអំពិលដោយដាក់កំបោរត្រាំជាមួយនេះរបស់នាងខ្ញុំគឺនាងខ្ញុំត្រាំចំនួន1យប់បងប្អូនត្រាំទឹកកំបោរជាមួយនឹងអំពិលនេះចំនួន1យប់នៅពេលដែលត្រាំចំនួន1យប់ហើយនាងខ្ញុំក៏បានស្រង់អំពិលចេញមកវិញហើយលាងទឹកឲ្យស្អាតព្រោះបើយើងដាក់អញ្ចឹងទៅគឺធ្វើឲ្យអំពិលរបស់យើងដែលបានត្រាំនឹងគឺនៅស្រួយហើយសម្បុរពណ៌ល្អទៀតបន្ទាប់ពីនាងខ្ញុំលាងกับអំពិលរួចហើយនាងខ្ញុំក៏យកអំពិលដែលបានស្រង់ចេញពីទឹកកំបោរនេះនាងខ្ញុំបានយកមកត្រាំជាមួយនឹងទឹកសាបបងប្អូនគឺត្រូវត្រាំជាមួយនឹងទឹកសាបនេះចំនួន1យប់ទៀតដើម្បីឲ្យអំពិលដែលមានជាតិជូរខ្លាំងហ្នឹងគឺត្រូវចេញជាតិជូរចេញពីសាច់អំពិលអស់បងប្អូនហើយសម្រាប់ការត្រាំអំពិលនេះបងប្អូនបូកសរុបទៅគឺចំនួន2យប់ទឹកកំបោរចំនួន1យប់ទឹកសាបចំនួន1យប់បន្ទាប់មកបងប្អូនត្រូវយកអំពិលដែលបានត្រាំទឹកសាបហ្នឹងគឺត្រូវលាងទឹកឲ្យស្អាតចំនួន2ទៅ3ទឹកដើម្បីកុំឲ្យមានរសជាតិក្លិនផ្អូមបន្ទាប់មកបងប្អូនត្រូវសម្រោះទឹកឲ្យស្រស់ស្អាតហើយទើបបងប្អូនយកមកដាក់ចូលទៅក្នុងចានដែកហើយបងប្អូនត្រូវចាក់អំពិលចូលទៅក្នុងចានដែកដែលស្រស់ទឹកហើយបងប្អូនចាប់ផ្ដើមលាយអំពិលជាមួយនឹងស្ករត្នោតហើយសម្រាប់ស្ករត្នោតដែលខ្ញុំបានយកមកប្រឡាក់លាយនេះគឺនាងខ្ញុំបានយកទៅឆឹងតែនាងខ្ញុំអត់បានបង្ហាញវីដេអូឆឹងស្ករត្នោតទេចាំវីដេអូក្រោយនាងខ្ញុំនឹងបង្ហាញពីវិធីឆឹងស្ករត្នោតហើយសម្រាប់ការឆឹងស្ករត្នោតនេះបងប្អូនយកស្ករត្នោតទៅឆឹងឲ្យវានៅជើងលើជើងក្រងហើយបងប្អូនចាក់ទឹកបន្តិចទៅបងប្អូនលើកវាឲ្យទុកឲ្យត្រជាក់បងប្អូននឹងយកមកប្រឡាក់ជាមួយនឹងអំពិលស្ករដែលឆឹងអំពិលហ្នឹងគឺត្រូវហើយសម្រាប់ការប្រឡាក់អំពិលនេះបងប្អូនត្រូវប្រឡាក់ដាក់ស្ករម្ដងបន្តិចបងប្អូនជ្រោយវាឲ្យសព្វហើយចាំបងប្អូនថែមស្ករម្ដងបន្តិចទៀតបងប្អូនត្រូវជ្រោយចុះជ្រោយឡើងដើម្បីឲ្យអំពិលយើងសព្វជាមួយនឹងស្ករដែលយើងបានប្រឡាក់ហើយភ្លក់មើលថាមានរសជាតិផ្អែមដែលពេញចិត្តដែលថាបងប្អូនអាចញ៉ាំទៅឆ្ងាញ់អំពិលត្រាំដែលនាងខ្ញុំបានបង្ហាញបងប្អូនពីវិធីត្រាំនេះអូបងប្អូនឲ្យមានរសជាតិឆ្ងាញ់ណាស់សម្បីតែបញ្ចូលសម្លេងនេះក៏នៅនឹកឃើញរសជាតិដែរចង់តែញ៉ាំទៀតទេដោយសារតែវាមានរសជាតិផ្អែមហើយស្រួយហើយឆ្ងាញ់ទៀតចាបងប្អូនសម្រាប់វីដេអូធ្វើអំពិលត្រាំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានតាមដានទស្សនាបើសិនជាបងប្អូនគិតថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយ like ជួយឲ្យបេះដូងហើយចុច share បន្តចែករំលែកទាំងអស់គ្នាហើយបងប្អូនកុំភ្លេចទៅជួយ like page ឲ្យគ្នាខ្ញុំនិង follow ម្នាក់មួយផងបាទបងប្អូនមានចម្ងល់បន្ថែមពីវិធីត្រាំអំពិលនេះសូមបងប្អូនចុច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ